បាទជំរាបសួរបងប្អូនប្រជាកសិករអ្នកចិញ្ចឹមជ្រូកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើការនិយាយពីបញ្ហាមេជ្រូកបងប្អូនណាបាទវីដេអូនេះគឺខ្ញុំនិយាយរៀងចាប់ឆាយរៀងទៅមកទៅក្រោយតិចហើយបងប្អូនណាដោយសារខ្ញុំមិននិយាយពីបញ្ហាតែមួយទេប៉ុន្តែខ្ញុំនិយាយពីការដែលខ្ញុំមកធ្វើការព្យាបាលទៅលើមេជ្រូកបាទហើយសម្រាប់មេជ្រូកនេះបាទមេជ្រូកនេះគឺវាកូនទាំងអស់វា12បងប្អូនណាបាទប៉ុន្តែវាកើតបានចំនួន9ក្បាលតែវាឲ្យព្រៃ2បាទអញ្ចឹងឃើញតាមមេជ្រូកនេះគឺល្អមែនទែនបាទកូនដល់ទៅ12ក្បាលបងប្អូនណាបាទហើយនេះកូន7ក្បាលទេបងប្អូនណាបាទអញ្ចឹងយើងបានមកនេះ7ក្បាលហើយវាឲ្យព្រៃ2ជើង9ហើយតាមពិតវានៅ3ក្បាលទៀតប៉ុន្តែវាអត់ទាន់កើតវានៅក្នុងពោះនៅឡើយបងប្អូនណាបាទអញ្ចឹងក៏គាត់ឃើញតាមមេជ្រូករបស់គាត់កើតកូនរៀងយូរដែរអញ្ចឹងគាត់តាមខ្ញុំដើម្បីធ្វើការចាក់ថ្នាំកម្លាំងក៏ដូចជាអុកស៊ីតូស៊ីនដើម្បីបើកស្បូនបន្ថែមនៅក្នុងការឲ្យវាងាយស្រួលក្នុងការកើតកូនផងដែរបងប្អូនណាបាទហើយដូចចិត្តចាំបងប្អូនណាបន្ទាប់ពីយើងចាក់ថ្នាំហើយมันបានប្រហែលជា4-5នាទីផងគឺឃើញថាវាចាប់ផ្ដើមកើតកូនមក3បន្ថែមទៀតអញ្ចឹងបូកសរុបទាំងអស់គឺ12ក្បាលបងប្អូនណាប៉ុន្តែគួរឲ្យសោកស្ដាយវាបាទឲ្យព្រៃ2ក្បាលបាទហើយបាទឲ្យព្រៃ2ក្បាលហើយមេជ្រូកនេះគឺនៅខាងក្រោយផ្ទះខ្ញុំនេះទៀតបងប្អូនណាបាទហើយអ៊ំគាត់ចិញ្ចឹមជ្រូកគឺយូរណាស់ហើយអ៊ំបាទហើយគាត់ចិញ្ចឹមជ្រូកគឺល្អមែនតើតាំងពីណាពីណីមកឃើញគាត់ចិញ្ចឹមជ្រូករហូតតែម្ដងគាត់ណាបាទហើយខ្ញុំនេះគឺចាប់ដើមចិញ្ចឹមជ្រូកក្រោយគាត់ទេបាទតែពេទ្យសត្វមែនតែគាត់ថាយើងបានរៀនបានអីមានចំណេះជំនាញបាទច្បាស់លាស់ក្នុងការព្យាបាលសត្វក៏ដូចជាមានតិចនិចនៅក្នុងការប្រាប់គាត់ពីការចិញ្ចឹមជ្រូកយ៉ាងម៉េចហើយពេលណាយើងត្រូវប្រើចំណីអីឬក៏ប្រើថ្នាំអីចឹងទៅពេលខ្លះក៏ខ្ញុំមិនចាក់ចិត្តចាក់ដែរបើសិនជាជ្រូកបញ្ហាវាសមរម្យដែលអាចថាឲ្យគាត់យកថ្នាំដើម្បីជាថ្នាំម្សៅបាទយើងលាយជាមួយចំណីដើម្បីឲ្យជ្រូកនឹងស៊ីទៅក៏ល្អដែរបាទហើយមកដល់កន្លែងនេះបាទនេះគឺជាជ្រូកមួយទៀតដែលក្នុងថ្ងៃតែមួយហ្នឹងគឺខ្ញុំមកព្យាបាលទៅលើមេជ្រូកបងបាទគាត់មានមេជ្រូកគឺមេជ្រូកផើមហើយបងប្អូនណាគឺផើមរយៈពេល2ខែហើយបាទប៉ុន្តែសំណាងល្អដែរដែលខ្ញុំកាន់ដបថ្នាំមិញហ្នឹងបងប្អូនណាគឺជាប្រភេទថ្នាំលីសាដែលគាត់បានមកហ្នឹងគឺសំណាងល្អដែរគាត់យកមកចាក់តែទៅលើមេជ្រូកនេះទេគឺមេជ្រូកកូនខ្ចីបាទហើយកូនខ្ចីមេជ្រូកនេះដូចជាកូនប្រហែលផ្លេចបាត់ទៅបាទហើយគាត់បានចាក់តែទៅលើមេជ្រូកកូនខ្ចីទេបាទខ្វះតែបន្តិចទៀតគាត់អាចនឹងយកមកចាក់ទៅលើមេផើមនេះដែរបាទបើសិនជាចាក់មកលើមេផើមនេះគឺថាចប់តែម្ដងបងប្អូនអំបិលកំពតដែរបងប្អូនព្រោះប្រភេទថ្នាំលេសាកាលណាយើងចាក់មកលើជ្រូកផើមគឺវាបណ្ដាលឲ្យជ្រូករលូតកូនបងប្អូនណាគឺចាក់ភ្លាមគឺរលូតកូនភ្លាមតែម្ដងគឺលឿនមែនតើណាបងប្អូនណាពីព្រោះឯមេជ្រូកផើមរបស់គាត់នេះគឺអត់ស៊ីបាយទេបាទអន់បាយចំនួន2ថ្ងៃហើយគាត់ទើបតែធ្វើការតាមខ្ញុំឲ្យមកមើលជ្រូកគាត់ដើម្បីចាក់ធ្វើការព្យាបាលបងប្អូនណាបាទតែបាទល្អវិញគាត់មិនបានចាក់ថ្នាំតែខ្ញុំបានលើកឡើងហ្នឹងទេបងប្អូនណាបាទហើយជ្រូកនេះដោយសារគាត់បាទទុករហូតដល់អន់បាយ2ថ្ងៃដល់ពេលអញ្ចឹងក៏យើងចាក់ព្យាបាលគឺយូរដែរបងប្អូនណាគឺរយៈពេល3ថ្ងៃបងប្អូនណាខ្ញុំចាក់ជ្រូក3ថ្ងៃជ្រូកនេះបាទគឺ5-6ដងឯណោះបាទជ្រូកគាត់ចិញ្ចឹមដូចជាមេបាទ2-3ក្បាលដែរហើយបងប្អូនគាត់មានចិញ្ចឹមជ្រូកដែរដូចជា2-3ក្បាលដែរជាប់គ្នាហ្នឹងហើយក៏យើងចាក់ព្យាបាលដំបូងហ្នឹងគឺព្យាបាលតែជ្រូករបស់គាត់ទេប៉ុន្តែមេជ្រូកនៅក្បែរគ្នានៅពេលដែលឈឺទៅវាឈឺផ្សេងទៀតដែរបងប្អូនណាអញ្ចឹងនៅក្នុងពេលតែមួយនេះគឺកន្លែងទ្រូងនេះគឺខ្ញុំព្យាបាលដល់ទៅ3ក្បាលបងប្អូនប៉ុន្តែឃើញថាវាជាពីជំងឺបងប្អូនប៉ុន្តែគ្រាន់ថាយើងចាក់រៀងយូរដែរបងប្អូនណាគឺរយៈពេល3ថ្ងៃគឺ5-6ដងហើយក្នុងការចាក់ទៅលើមេជ្រូករបស់គាត់ទាំងអស់នេះគឺសរុបទាំងអស់គឺខ្ញុំចាក់3ក្បាលបងប្អូនណាបាទហើយក៏ប្រាំប្រញាទៅកាន់បងប្អូនដែរបើសិនជាយើងធ្វើការទិញថ្នាំពីកន្លែង depot សត្វឬក៏កន្លែងណាដែលគាត់มันមានចំណេះជំនាញច្បាស់លាស់បងប្អូនណាខ្លាចគាត់ឲ្យថ្នាំមកខុសទៅពេលដែលយើងចាក់ទៅលើមេជ្រូកផើមគឺអាចមានបញ្ហារលូតកូនបាទគឺយើងសោកស្ដាយមែនទែននៅពេលដែលយើងខំប្រឹងចិញ្ចឹមថែទាំវាបាទគ្រាន់តែយើងឈឺតិចតួចចឹងទៅយើងយកថ្នាំមកចាក់ទៅគឺរលូតកូនទៅគឺយើងខាតពេលវេលាបងប្អូនណាបាទជួនកាលអាចធ្វើឲ្យមានបញ្ហាទៅលើមេហ្នឹងកាន់តែខ្លាំងថែមទៀតក៏ថាបានដែរបងប្អូនបាទអញ្ចឹងសំខាន់ជ្រូកមានបញ្ហាគឺយើងមានពេទ្យសត្វដើម្បីពិភាក្សាជាមួយគាត់ទៅដែលកន្លែងដែលយើងលក់ថ្នាំហ្នឹងគាត់ជាដប៉ូជាពេទ្យសត្វផងដែលយើងអាចពិគ្រោះយោបល់ពីបញ្ហាសត្វរបស់យើងដែលកំពុងតែមានបញ្ហាបងប្អូនណាបាទ
អញ្ចឹងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនតែប៉ុណ្្នឹងទេបងប្អូនដែលបងប្អូនត្រូវការទិញថ្នាំនៅថ្នាំសត្វផ្សេងៗមិនថាចាក់ទៅលើមាន់ទាគោក្របីបាទបងប្អូនអាចធ្វើការតំណែងតំណងឬក៏អាចពិគ្រោះយោបល់ជាមួយខ្ញុំបានមុនធ្វើការបញ្ជាថ្នាំតាមរយៈ Telegram ដែលមានលេខ087 406 16មួយខ្សែទៀត097 937 17 17បងប្អូនអាចតំណែងតំណងពិគ្រោះយោបល់ជាមួយខ្ញុំបានអត់អីទេបងប្អូនណាបាទមិនថាបញ្ហាគោបញ្ហាជ្រូកបាទឬក៏សត្វផ្សេងៗបងប្អូនអាចតំណែងតំណងតាមរយៈ Telegram បាទហើយទីតាំងរបស់ខ្ញុំនេះគឺមាននៅភូមិទំនប់ឃុំទំនប់ស្រុកបាទីខេត្តកំពង់ចាមបងប្អូននៅក្បែរអាចមកទីតាំងផ្ទាល់ម្ដងតែម្ដងក៏បានដែរបងប្អូនណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងបងប្អូនណាអរគុណច្រើនជម្រាបលាបងប្អូនណា